មេរៀនទី7នៅក្នុងមេរៀនទី7នឹងដែរគឺយើងមករៀនពីរបៀបនៃការបដូរខ្នាតទាំងអស់គ្នាសម្រាប់កុំព្យូទ័របងប្អូនដំបងអីពេលដែលដំឡើងរួចខ្នាតរបស់យើងគឺចេញជាប្រភេទអ៊ីងចេញជាប្រភេទអ៊ីងបែបហ្នឹងអត់មែនជាប្រភេទសង់ទីម៉ែត្រទេអញ្ចឹងប្រភេទអ៊ីងបែបហ្នឹងបើសិនជាបងប្អូនណាដែលគាត់ចេះប្រើអ៊ីងក៏អត់អីទេក៏អាចប្រើបានតែបើសិនជាបងប្អូនពិបាកក្នុងការប្រើជាប្រភេទខ្នាតអ៊ីងយើងអាចបដូរទៅជាប្រភេទខ្នាតសង់ទីម៉ែត្របានដើម្បីងាយស្រួលក្នុងការប្រើប្រាស់ចឹងដើម្បីធ្វើការបដូរទៅជាប្រភេទខ្នាតសង់ទីម៉ែត្របានបងប្អូនគ្រាន់តែចូលមកកាន់ file menu file របស់យើងមកបន្ទាប់មកចូលមកកាន់ផ្នែកខាងក្រោមយកពាក្យថា option បន្តមកទៀតបងប្អូនចូលមកកាន់ពាក្យថា advanced មេរៀនហ្នឹងអត់ច្រើនទេគឺតែបន្តិចទេបន្តមកបងប្អូន scroll រមើល scroll ចុះមកក្រោមអញ្ចឹងទម្រាំដើមបែបនេះប្រភេទជា ing បងប្អូនមើលមកកន្លែងនេះគេដាក់ថា so measurement in unit of ing កន្លែងនេះបងប្អូនគ្រាន់តែ click មកយើងមានຂະຫນាតជាច្រើនមានជា ing centimeter ហើយនឹង millimeter point pixel បងប្អូនចង់បានຂະຫນាតមួយណាឬក៏បងប្អូនចេះប្រើຂະຫນាតណាបងប្អូនជ្រើសរើសតាមហ្នឹងមកសម្រាប់ខ្ញុំគឺខ្ញុំធ្វើការជ្រើសរើសទៅលើ centimeter ព្រោះជាຂະຫນាតដែលពេញនិយមប្រើប្រាស់ហើយនឹងងាយស្រួលបែបហ្នឹងបន្តមកខ្ញុំ click ទៅលើពាក្យថា OK បាទខ្ញុំសូមចូលមកកាន់ page setup ម្ដងទៀតចូលមកមើលຂະຫນាតរបស់យើងពេលនេះគឺយើងអាចបដូរមកសង់ទីម៉ែត្របានហើយបែបហ្នឹងកន្លែងហ្នឹងក៏ខុសគ្នាដែរទៅលើបន្ទាត់ខាងលើនឹងពេលដែលយើងបដូរຂະຫນាតមកគឺចេញបែបហ្នឹងមាន1 2គឺងាយស្រួលក្នុងការកំណត់ type stop ដូចគ្នាអូខេវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតអំពីរបៀបនៃការបដូរ background រូបភាពទាក់ទងជាមួយនឹងការបដូរ background រូបភាពក៏ដូចជាការបដូរ logo អរគុណអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ផងបើបងប្អូនមានចម្ងល់អីអាច comment សួរបាននៅខាងក្រោមអរគុណបាយបាយ